បងប្អូនអើយ10ឆ្នាំដឹងមានប្រមាណដងទេសម្រាប់មនុស្សយើងគ្រប់រូបអញ្ចឹងមានពេលតនេអាចឆ្លៀតទៅលេងកន្លែងដែលយើងចង់ទៅបានសួស្តីទៅកាន់អ្នកទាំងអស់គ្នាបាទនេះគឺជាប្លុកបែបគ្រួសារបាទហើយប្លុកនេះគឺដំណើរកំសាន្តទៅកាន់រមណីយដ្ឋានទឹកធ្លាក់ច្រកលៀងបាទហើយនេះគឺសិតតែក្មួយបងប្អូនដែលជាក្រុមគ្រួសាររបស់ខ្ញុំហើយធ្វើដំណើរកំសាន្តទៅកាន់ច្រកលៀងនេះគឺទេសភាពកប់បងប្អូនអើយខែនេះអីបាទបងប្អូនទនេអាចអញ្ជើញទៅបានហើយរយៈចម្ងាយវាមិនឆ្ងាយប៉ុន្មានទេបងប្អូនយើងសម្រាប់អ្នកខេត្តពោធិ៍សាត់តែបងប្អូនដែលមកតាមបណ្ដាខេត្តផ្សេងអាចនឹងឆ្ងាយបន្តិចប៉ុន្តែយើងទៅដល់យើងនឹងទទួលបាននៅអារម្មណ៍បែបស្រស់ស្រាយមួយដែលបង្ហាញអំពីភាពជិតស្និទ្ធរវាងមនុស្សហើយនិងធម្មជាតិទៅដល់បងប្អូនគឺឃើញទេសភាពដូចនៅក្នុងវីដេអូនេះចឹងគឺស្រស់បំព្រងតែម្ដងហើយវីដេអូនេះគ្មានការកាត់តគ្មានអីទេហើយកំឡុងពេលដែលពួកខ្ញុំធ្វើដំណើរកម្សាន្តទៅនេះគឺទៅក្នុងកំឡុងកាលពីចូលឆ្នាំបងប្អូនកាលពីចូលឆ្នាំទៅដល់ក៏យើងមានការទិញសំបុត្រចូលរួមនេះមិនថ្លៃទេបងប្អូន1000 2000អីទេហើយសំបុត្រចូលរួមទៅដល់ហ្នឹងគឺថាមនុស្សម្នានិយាយថាអូយច្រើនមែនទែនសម្រាប់បងប្អូនដែលចង់ទៅលេងបែបគ្រួសារស្ងប់ស្ងាត់បងប្អូនអាចទៅអំឡុងខែនេះខែ5ខែ6ខែ7អីនេះគឺបងប្អូនទៅស្ងប់ស្ងាត់ល្អដោយសារអីអត់មានកម្មវិធីអញ្ចឹងមនុស្សតិចអញ្ចឹងបងប្អូនអាចទទួលបានទឹកធ្លាក់ស្រស់ស្អាតត្រជាក់ធម្មជាតិសំឡេងសត្វភាពស្ងប់ស្ងាត់គឺបងប្អូននឹងទទួលបានតែបើសិនជាយើងទៅក្នុងថ្ងៃបុណ្យប្រកាសណានឹងជួបមនុស្សម្នាជាច្រើនសម្រាប់អ្នកដែលគាត់ចូលចិត្តបែបនេះគឺគាត់អាចទៅអំឡុងពេលបុណ្យទានបានហើយបើសិនជាបងប្អូនចូលចិត្តបែបស្ងប់ស្ងាត់គឺបងប្អូនទៅអំឡុងពេលនេះគឺអត់អីទេស្ងប់ស្ងាត់ល្អបងប្អូនអាចទៅកំសាន្តលំហែអារម្មណ៍មានការងារអីត្រូវទៅធ្វើនៅទីនោះបងប្អូនអាចទៅធ្វើទីនោះអង្គុយធ្វើការងារអីបែបស្ងប់ស្ងាត់បានហើយដូចបងប្អូនឃើញអញ្ចឹងគឺទឹកធ្លាក់ភាសាមានភ្លៀងគឺអត់សូវថ្លាទេបើសិនជាអត់ភ្លៀងគឺថ្លាណាបងប្អូនអ្នកដែលធ្លាប់ទៅច្រកលៀងអ្នកណាខ្លះធ្លាប់ទៅច្រកលៀងចូល comment ហើយនឹង share វីដេអូម្នាក់មួយផងហើយពិបាកនឹងក្នុងការបរិយាយណាបងប្អូនហើយឃើញថាបងប្អូនយើងដែលទៅចូលរួមឃើញថាគាត់មានការយកចិត្តទុកដាក់ទៅលើបរិស្ថានច្រើនអត់មានការចោលសម្រាមអីទៅពីអីខ្លាំងទេគឺក្រុមការងារដែលមើលការងារនៅរមណីយដ្ឋានច្រកលៀងក៏គាត់មានដាក់ធុងសម្រាមមានអ្នកប្រមូលសម្រាមមានអីត្រឹមត្រូវហើយបងប្អូនយើងឃើញថាមានការយល់ដឹងច្រើនទាក់ទងទៅនឹងបរិស្ថានហើយដូចបងប្អូនឃើញចឹងទិដ្ឋភាពទាំងអស់នេះបាទសบายបែបគ្រួសារហើយនេះបងប្អូនឃើញនេះមានអ៊ីម្នាក់គាត់ដើរប្រមូលសម្រាមដើរអីចឹងបងប្អូនយើងទៅកម្សាន្តជាការស្នើសុំរបស់ខ្ញុំបាទទេបងប្អូនគួរតែមានសតិឲ្យបានល្អក្នុងការរៀបចំដាក់សម្រាមរបស់ខ្លួនឲ្យបានល្អដើម្បីឲ្យបងប្អូនយើងទៅកំសាន្តក្រោយគាត់មានអារម្មណ៍ល្អអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាបាយបាយ